មកស្គាល់អាណាចក្រខ្លាំងៗនិងមានឥទ្ធិពលទាំង10នៅក្នុងសម័យប្រវត្តិសាស្ត្របុរាណពាក្យថាអាណាចក្រឬចក្រភពមានន័យថាជាទឹកដីដ៏ធំធេងនិងមានឥទ្ធិពលមួយនៅក្នុងចំណោមប្រទេសតូចៗជាច្រើនដោយអាណាចក្រទាំងអស់នោះសុទ្ធតែត្រូវបានគ្រប់គ្រងដោយព្រះមហាក្សត្រឬអធិរាជខ្លាំងពូកែដែលមានភាពខ្លាំងក្លានៅក្នុងការដឹកនាំប្រយុទ្ធការធ្វើសង្គ្រាមការបង្ក្រាបជនឈ្លានពាននិងការពង្រីកទឹកដីឲ្យមានវិសាលភាពស្ទើរពាសពេញបណ្ដានៃផ្ទៃទ្វីបជាច្រើនទៀតផងនៅក្នុងនោះយើងក៏ឃើញមានអាណាចក្រអង្គរមួយដែរដែលត្រូវបានគេរាប់បញ្ចូលជាអាណាចក្រដ៏ខ្លាំងពូកែនាសម័យបុរាណដូច្នេះចង់ដឹងថាអាណាចក្រទាំង10នោះមានអ្វីខ្លះសូមទស្សនានៅវីដេអូខាងក្រោមទី10ចក្រភពអាណានិគមនិយមបារាំងទី2ឆ្នាំ1830អធិរាជនៃអាណានិគមនិយមបារាំងទី2ត្រូវបានចាប់ផ្ដើមដំបូងដោយការច្បាំងយកប្រទេសអាល់ហ្គើបានសម្រេចនៅឆ្នាំ1830បន្ទាប់មកក៏ចាប់ផ្ដើមដាក់អាណានិគមដំបូងលើប្រទេសអាមេរិកភាគខាងជើងប្រទេសការ៉េបៀននិងប្រទេសឥណ្ឌាដែលការសាបព្រោះផ្សព្វផ្សាយនៃអរិយធម៌បារាំងភាសានិងសាសនាកាតូលិកនៅក្នុងនោះផងដែរអធិរាជណាប៉ូឡេអុងទី3ក៏ជាជនដែលមានវត្តមានដ៏សំខាន់នៅក្នុងចក្រភពមួយនេះផងដែរក្នុងសតវត្សទី19និងទី20ចក្រភពអាណានិគមនិយមបារាំងគឺជាចក្រភពដែលមានឥទ្ធិពលនិងមានអំណាចខ្លាំងក្លាជាងគេលំដាប់ទី2បន្ទាប់ពីចក្រភពអង់គ្លេសដែលបានដាក់អាណានិគមលើទ្វីបជាច្រើនរួមមានទ្វីបអាមេរិកទ្វីបអាហ្វ្រិកទ្វីបអាស៊ីទ្វីបអង់តាក់ទិកនិងទ្វីបអូសេអានីលើ7តំបន់ធំៗឯណោះទី9ចក្រភពឈិញឆ្នាំ1644ដល់ឆ្នាំ1912រាជវង្សឈិញនេះត្រូវបានបង្កើតឡើងដោយក្រុមកុលសម្ព័ន្ធជូស៊ីនអៃស៊ិនជីឡនៅក្នុងសតវត្សទី16និងបានគ្រប់គ្រងអំណាចដល់ទៅជាង3សតវត្សឯណោះដែលមានទឹកដីលាតសន្ធឹងដល់ទៅ 14.7 លានគីឡូម៉ែត្រការ៉េនៅក្នុងប្រទេសចិនក្នុងកំឡុងឆ្នាំ1790ហើយវាក៏ជារាជវង្សចុងក្រោយបង្អស់នៃប្រទេសចិនផងដែរដែលមានឈ្មោះថារាជវង្សម៉ាន់ជូក្នុងរាជវង្សនោះដែរអធិរាជបានគ្រប់គ្រងនិងចាត់ចែងឲ្យទ័ពការពារអាណាចក្រយ៉ាងតឹងរ៉ឹងនិងប្រឆាំងនឹងការបះបោរក្នុងស្រុកផងដែរជាពិសេសគឺការពាររាជធានីប៉េកាំងនិងរាជវាំងពីការឈ្លានពានតែម្ដងបន្ថែមពីនេះច្បាប់នៅក្នុងសម័យនោះគឺហាមប្រាមដាច់ខាតមិនឲ្យមានទំនាក់ទំនងជាមួយនឹងបរទេសក្រៅស្រុកដោយសារតែរាជវង្សម៉ាន់ជូមិនចង់ឲ្យជនជាតិហានកាន់តែរីកធំធាត់និងរឹងមាំងើបប្រឆាំងនឹងចក្រភពឈិញនៅឡើយទី8ចក្រភពកាលីហ្វាតឆ្នាំ630ដល់ឆ្នាំ900ចក្រភពនេះបានបង្កើតឡើងដោយមេដឹកនាំសាសនាមូស្លីមមហាម៉ាត់មានឈ្មោះម្យ៉ាងទៀតហៅថាចក្រភពអារ៉ាប់ចក្រភពនេះហើយដែលបានចាប់ផ្ដើមបង្កើតនិងសាបព្រោះផ្សព្វផ្សាយសាសនាអ៊ីស្លាមដំបូងគេផងដែរស្ដេចឬមេដឹកនាំសាសនាដែលគ្រប់គ្រងចក្រភពកាលីហ្វាតដំបូងមាន4នាក់គឺវីសអាបាបាកាអូម៉ាទី1អូស្មាននិងអាលីហើយអ្នកទាំងនោះហើយដែលជាអ្នកបានដឹកនាំចក្រភពកាលីហ្វាតឲ្យក្លាយជាយុគមាសនៃសាសនាអ៊ីស្លាមផងដែរគួរបញ្ជាក់ផងដែរថាសាសនាអ៊ីស្លាមបានបែងចែកជា2និកាយធំៗចាប់ពីពេលនោះមកដោយសារតែចំនួននៅក្នុងការដណ្ដើមធ្វើជាមេដឹកនាំសាសនាឬជាស្ដេចគ្រប់គ្រងរៀងៗខ្លួនទី7ចក្រភពអេស្ប៉ាញឆ្នាំ1492ដល់ឆ្នាំ1975ចក្រភពនេះមានអាណាចក្រធំជាងគេបង្អស់នៅក្នុងសតវត្សទី18ដែលមានការរួមបញ្ចូលទឹកដីប៉ែកអឺរ៉ុបអាស៊ីអូសេអានីអាហ្វ្រិកនិងហ្វីលីពីនតែផ្នែកនីមួយៗនៃអាណាចក្រនេះបានគ្រប់គ្រងនិងមានរចនាសម្ព័ន្ធខុសៗគ្នាអាស្រ័យទៅតាមវប្បធម៌ទំនៀមទម្លាប់និងបរិបទសង្គមរបស់តំបន់នីមួយៗផងដែរចក្រភពមួយនេះមានទឹកដីលាតសន្ធឹងដល់ទៅ 13.70 លានគីឡូម៉ែត្រការ៉េនិងមានប្រជាជនរស់នៅប្រមាណ 12% នៃប្រជាជនសរុបលើពិភពលោកបន្ថែមពីនោះចក្រភពអេស្ប៉ាញមួយនេះធ្លាប់បានប្រយុទ្ធឈ្នះច្បាំងយកប៉ែកអឺរ៉ុបនិងប្រឆាំងនឹងការឈ្លានពានពីចក្រភពអូតូម៉ង់ទៀតផងគួរឲ្យដឹងផងដែរថាមកដល់បច្ចុប្បន្នភាសាអេស្ប៉ាញគឺជាភាសាដែលត្រូវបានគេប្រើប្រាស់ច្រើនជាងគេនៅក្នុងពិភពលោកហើយភាសាអេស្ប៉ាញវប្បធម៌សាសនាព្រះវិហាររ៉ូម៉ាំងកាតូលិកត្រូវបាននាំចូលទ្វីបអាមេរិកដំបូងដោយពួកអេស្ប៉ាញផងដែរទី6ចក្រភពអូតូម៉ង់ឆ្នាំ1333ដល់1922
មេដឹកនាំគុលសម្ព័ន្ធទូគីអូស្មែនគឺជាអ្នកបានបង្កើតចក្រភពអូតូម៉ង់នេះឡើងដំបូងគេហើយចក្រភពមួយនេះបានចាប់ផ្ដើមពង្រីកទឹកដីនិងមានអំណាចយ៉ាងខ្លាំងនៅខ្ទង់សតវត្សទី15និងទី16ដែលបានច្បាំងយកប្រទេសពាក់អេស៊ីបបែលហ្កាតផ្នែកមួយចំនួនទៀតនៃប្រទេសហុងគ្រីហើយថែមទាំងបានធ្វើការគ្រប់គ្រងលើតំបន់មេសូប៉ូតាមីឈូងសមុទ្រពាក់ប្រទេសសូម៉ាលីនិងតំបន់ Horn of Africa ផងដែរតែចក្រភពមួយនេះត្រូវបានចុះអន់ថយបន្តិចម្ដងនៅក្នុងឆ្នាំ1908និងត្រូវបានដួលរលំទាំងស្រុងនៅក្នុងឆ្នាំ1922បន្ទាប់ពីឈរជើងលើទ្វីបទាំង3អស់រយៈពេលជាង600ឆ្នាំទី5ចក្រភពរ៉ូម៉ាំង27ឆ្នាំមុនគ្រិស្តសករាជដល់គ្រិស្តសករាជ395ចក្រភពរ៉ូម៉ាំងមួយនេះហើយតែជាអ្នកធ្វើឲ្យសាសនាគ្រិស្តក្លាយជាសាសនាដ៏ធំមួយនៅលើពិភពលោកដោយសារតែចក្រភពនេះបានរីករាលដាលនិងគ្រប់គ្រងលើទ្វីបធំៗមួយចំនួនដូចជាអឺរ៉ុបមជ្ឈិមបូព៌ានិងអាមេរិកខាងជើងចក្រភពមួយនេះត្រូវបានគេហៅថាចក្រភពឥតព្រំដែនដោយសារតែវាមានទឹកដីធំធេងលាតសន្ធឹងតាមបណ្ដោយព្រំដែនដ្រាហ្គនដែលមានទំហំដល់ទៅ5លានគីឡូម៉ែត្រការ៉េនិងមានប្រជាជនប្រមាណ55លាននាក់ស្មើនឹង 6% នៃប្រជាជនសរុបរបស់ពិភពលោកចំពោះទីក្រុងសំខាន់ៗនៃចក្រភពរ៉ូម៉ាំងនោះរួមមានដូចជាទីក្រុងអេឡិចសាន់ដ្រីយ៉ានិងអាំងទីអតតែចក្រភពនេះមានចំណុចខ្មៅងងឹតលាក់បង្កប់ផងដែរដែលមានតែការជិះជាន់សង្គមទាសករការកេងប្រវ័ញ្ចការធ្វើទរណកម្មនិងអំពើកាចសាហាវផ្សេងៗជាច្រើនទៀតផងដែរនៅក្នុងនោះស្ដេចកាលីហ្គូឡាក៏ត្រូវបានគេស្គាល់ថាគឺជាជនផ្ដាច់ការនិងឃោបំផុតក្នុងអំពើសម្លាប់រង្គាលនៅក្នុងចក្រភពនាសម័យនោះតែនៅក្នុងនោះស្ថាបត្យកម្មរ៉ូម៉ាំងមានអាយុកាលជាង 2000 ឆ្នាំក៏បានបង្ហាញទៅកាន់ពិភពលោកផងដែរថាវាជាចក្រភពដ៏ល្បីល្បាញនិងមានអំណាចហើយថែមទាំងបានជះឥទ្ធិពលលើបណ្ដាប្រទេសផ្សេងៗលើពិភពលោកផងដែរទាក់ទងនឹងអក្សរសាស្ត្រសាសនាការអប់រំរូបចម្លាក់និងសិល្បៈនានាជាច្រើនទី4ចក្រភពរុស្ស៊ីឆ្នាំ1721ដល់ឆ្នាំ1971ចក្រភពរុស្ស៊ីត្រូវបានគ្រប់គ្រងដោយព្រះចៅអធិរាជពីទ័រទី1នៅចន្លោះឆ្នាំ1721ដល់ឆ្នាំ1725និងដោយព្រះចៅអធិរាជនីកូឡាទី2រវាងឆ្នាំ1894ដល់ឆ្នាំ1917នៅពាក់កណ្ដាលឆ្នាំ1866ចក្រភពនេះបានលាតសន្ធឹងពីទ្វីបដ៏ធំចំនួន3គឺទ្វីបអឺរ៉ុបទ្វីបអាស៊ីនិងអាមេរិកខាងជើងផ្ទៃដីសរុបមានប្រមាណ 22.8 លានគីឡូម៉ែត្រការ៉េតែចក្រភពរុស្ស៊ីមួយនេះបានចាប់ផ្ដើមដួលរលំដោយសារតែសង្គ្រាមស៊ីវិលរបស់រុស្ស៊ីដែលប្រឆាំងនឹងច្បាប់ប៊ុលសេវិកនៅឆ្នាំ1918ដល់ឆ្នាំ1920ទោះជាយ៉ាងណាក្តីចក្រភពនេះក៏ធ្លាប់ជាប្រទេសដ៏រុងរឿងមានការរីកចម្រើនតែបានបង្កើតកំណែទម្រង់ផ្ទៃក្នុងទំនើបកម្មនិងការបង្កើតសក្តានុពលនៃទឹកដីរបស់ខ្លួនហើយសពថ្ងៃប្រទេសនេះនៅតែមានទឹកដីធំទូលាយជាងគេបង្អស់ផងដែរទី3ចក្រភពម៉ុងហ្គោលឆ្នាំ1206ដល់1368ចក្រភពម៉ុងហ្គោលគឺជាចក្រភពមួយដែលមានទឹកដីធំជាងគេបង្អស់លើពិភពលោកដែលត្រូវបានបង្កើតឡើងដោយទីម៉ូជីនក្រោយមកមានឈ្មោះហៅថាអធិរាជជីនគីស្ខានចក្រភពនេះគ្របដណ្ដប់លើផ្ទៃដីទំហំ12លានម៉ៃឬស្មើនឹង31.08 លានគីឡូម៉ែត្រការ៉េលាតសន្ធឹងលើទ្វីបអឺរ៉ុបខាងកើតទៅដល់សមុទ្រជប៉ុននិងពីប្រទេសសេប៊ីទៅកាន់តំបន់ខ្ពង់រាបអេរ៉ង់ទោះជាយ៉ាងណាក្តីចក្រភពម៉ុងហ្គោលមួយនេះបានដួលរលំទៅវិញនៅក្នុងឆ្នាំ1368ដោយសារតែមានផលវិបាកខ្លាំងនៅក្នុងការគ្រប់គ្រងទឹកដីដ៏ធំធេងតែមានច្បាប់ទម្លាប់រស់នៅនឹងវប្បធម៌ផ្សេងៗដាច់ពីគ្នាទី2ចក្រភពអង់គ្លេសឆ្នាំ1583ដល់ឆ្នាំ1945ចក្រភពអង់គ្លេសមានទឹកដីធំធេងជាងគេនៅក្នុងប្រវត្តិសាស្ត្រនាសម័យនោះដែលមានទំហំផ្ទៃដីដល់ទៅ 35.50 លានគីឡូម៉ែត្រការ៉េប្រទេសដែលមានអំណាចមួយនេះអាចមានសមត្ថភាពទប់ទល់នឹងសង្គ្រាមធំៗជាច្រើននៅក្នុងពេលតែមួយផងដែរ
ទាំងបានដឹកនាំនិងប្រជាជនជាង412លាននាក់ដែលស្មើនឹង 23% នៃប្រជាជនទូទាំងពិភពលោកជាពិសេសត្រូវបានគេដាក់ឈ្មោះឲ្យថាព្រះអាទិត្យមិនដែលអាក់ស្លង្កត់ដែលមានន័យសម្រាប់សំដៅលើចក្រភពដ៏ខ្លាំងពូកែមួយនេះមានអំណាចកើនឡើងជាលំដាប់មិនចេះអន់ថយចក្រភពមួយនេះផងដែរបានគ្រប់គ្រងសេដ្ឋកិច្ចលើតំបន់ជាច្រើនដូចជាអាស៊ីអាមេរិកឡាទីននិងផ្នែកមួយចំនួននៃទ្វីបអាហ្វ្រិកចក្រភពអង់គ្លេសដែលឈរជើងកំឡុងឆ្នាំ1583ដល់ឆ្នាំ1945មួយនេះបានធ្វើឲ្យភាសាអង់គ្លេសបានហូរចូលទៅកាន់បណ្ដាប្រទេសផ្សេងៗលើពិភពលោករហូតដល់ក្លាយជាភាសាផ្លូវការទី2បន្ទាប់ពីភាសាកំណើតរបស់ប្រទេសដទៃជាច្រើនទៀតផងក្រោយពីបានក្លាយជាប្រទេសដែលមានវិសាលភាពទឹកដីធំធេងមានចំនួនប្រជាជនដែលច្រើនលើសលប់និងមានកម្លាំងយោធាដ៏ខ្លាំងក្លាហើយនោះគួរឲ្យសោកស្ដាយដោយសារសង្គ្រាមលោកលើកទី2បានធ្វើឲ្យចក្រភពអង់គ្លេសចាប់ផ្ដើមអន់ថយបន្តិចម្ដងជាលំដាប់ទៅវិញនិងទី1គឺចក្រភពអង្គរឆ្នាំ802ដល់ឆ្នាំ1218ចក្រភពអង្គរឬហៅសម័យមហានគរជាចក្រភពខ្មែរដ៏ល្បីល្បាញទូទាំងពិភពលោកដែលបានចាប់កំណើតនាសតវត្សទី9ហើយត្រូវបានត្រួតត្រាអាស៊ីអាគ្នេយ៍ដីគោកអស់មួយភាគធំរយៈពេលជាង600ឆ្នាំដែលគេស្គាល់ថាជាសម័យកាលខ្លាំងពូកែរបស់ប្រជារាស្ត្រខ្មែរនៃចក្រភពអង្គរបន្ថែមពីនេះប្រទេសខ្មែរនៃចក្រភពអង្គរថែមទាំងបានរំដោះប្រទេសជាតិពីពួកចាមនៃអាណាចក្រចម្ប៉ាផងដែរក្រោមការគ្រប់គ្រងពីព្រះមហាក្សត្រពូកែច្រើនជំនាន់ដូចជាព្រះបាទជ័យវរ្ម័នទី2រហូតដល់ព្រះបាទសូរ្យវរ្ម័នទី2និងព្រះបាទជ័យវរ្ម័នទី7ចក្រភពអង្គរពិតជាមានភាពល្បីល្បាញនិងមានវិសាលភាពពង្រីកទឹកដីធំធេងមានប្រទេសចំណុះជាច្រើនទៀតផងសម័យនោះប្រទេសខ្មែរមានភាពរុងរឿងរីកចម្រើនគ្រប់វិស័យដូចជាវិស័យកសិកម្មនេសាទផលិតកម្មសិប្បកម្មជំនួញនិងទីផ្សារជាពិសេសគឺការសាងសង់ប្រាសាទជាច្រើនពាន់ប្រាសាទប្រកបដោយក្បាច់រចនាល្អពិចិត្រសាលាដំណាក់មន្ទីរពេទ្យស្ពានថ្នល់និងសាកលវិទ្យាល័យជាច្រើនផងដែរ